นึกในบางคนการปีเรื่องนี้ไงศพยืนบานจุกจุงจมวยเรื่องจักตุ้มระบบยืนบางคนยืนมือจมูกบานเฉยมองยืนไกลของคนพระองค์ดอยนึกจำองปีไงศพเราบริสุทธิ์หรือก็ไงศพเราอ้อในปีศาจเลธาตุฟรายเดย์ผู้ยืนบานจุลมาผู้ยืนไกลของคนพระองค์ผู้ยืนรำลึกปีพฤติการในบ้านใจขนมเป็นของปีจึงมีขณีมีการชิดชับระบบประองการตกได้ระบบประองเราในช่องกันกรุยางจีการมวยได้อำเภอป่าระบบมนุษย์ในเรื่องวิปุโลกแต่มูลที่และแต่เรื่องประเด็นจักรตราระบบประองเป็นนักนส่วนกิจสมานีการอธิษฐานของพระองค์ดำไว้พระองค์บานตัวการที่บานการอธิษฐานระโหดดอลเยื่อของพระองค์ตลอดเดือนเชียวพระองค์เนื้อแต่บุญองค์เองอธิษฐานกับพระบิดาทำพระบิดาเอ้ยเมื่อการนี้บานกันลองพระเตอส่งดอกเป็นที่เจ็บปิจุมงคลพอติดบาพระองค์ทำพระองค์อันเต้สันตันสลับพระองค์นี้มกจบมกกราวมันติดแต่พระองค์รับมันสมไลของพระองค์แต่ไปเนี่ยท่านโจนะท่านช่วยเข้มก็แต่มาดองผู้กีดีลุกออกมาดองให้มาดองกินมาดองให้มาดองกินมาดองชุบสุดท้ายกินแบบนั้นดิฉันลุงเนี่ยอายุปีสถานกิจแต่พระองค์มันจะให้ยืมมาช่วยกันหายโหดที่บำพดแต่พระองค์บาทานแต่ของตามเจตุมกรมลายแต่โตส่งตามหาเตบอกพระบิดาวินเนื้อปีนุกอะไรก็เจนเตอร์ที่เวลาบอกเปรียบกับบานโจมอกของร้านจำรานกำลังถวายพระองค์ของชิ้นนี้เนื้อส่วนเกศมานีเนื้อส่วนใดๆมนุษย์อาดัมบางปราชิตเตอร์ก็แต่ในส่วนที่สมาธิอาตามที่ปีบานชิเนมวยที่จะส่วนในอำเภอบ้านแต่มวยที่คือส่วนในชีวิตคือส่วนที่สมาธิประจำในเยือนบานชิเนอำเภอบ้านต่อยุดในส่วนที่สมาธิที่ส่วนในชีวิตได้ในหายลงในมายางคือตั้งดาวดวงไอในตามพระบิดาแต่เก็บบางหางแต่ที่ส่วนที่ปีส่วนในชีวิตได้ประกฤติบุชาแต่ดามบันชีวิตบกวินตั้งส่วนในชีวิตได้วินที่ดาวในชีวิตหายในเชิงการติดคือเพียบใส่อักราวแต่ชิการวิเตอร์ประมาทบุญมีประองค์ทันเนี่ยนี่พร้อมมนุษย์สลับไปบานจีพร้อมกับว่าเมื่อคืนทั่วไปกระบายาบานตะกอนเลยช่วยทุนายเตอร์ที่ประมาทต่อพระองค์หากเอาพระองค์มาช่างในยืนลีชุดชาโดยทุนไอหายปีนุซิโมนและสกีเรนและตามมือพระองค์ก็ตระบานที่เฮียนของคอมตาส่งเป็นไอmộtជួយវិជាកម្មនេះហើយក៏លីជួយវិជាកម្មអនឡាញទៅឯក្នុងកាលវេលាហើយពេលព្រះអង្គត្រូវគេបោះពីគោលចាឆ្កាងនៅលើជាឆ្កាងទូនេះសម័យមើលអំពើបាបរបស់ពិភពលោកទាំងមូលធ្លាក់ទៅលើព្រះអង្គម្ចាស់របស់យើងទទួលបន្ទុកទាំងអស់ទាំងមនុស្សពីការកកើតផែនដីរហូតមកហើយរហូតตมุกิจเราเอาประมาณยังมาอำเภอบาประมงแต่อบันและแต่เลิกไปองตรงดูแต่สมมติอย่างนั้นแต่สักเชียมแต่ทำเป็นเลิกองชื่อจับแต่ออกให้เราแต่ลงไปในประองกงในเรื่องภายในประองแต่ตูแต่เปลี่ยนหาเปลี่ยนปัญญาตาเปลี่ยนโมบิดาแต่เดือดเป็นมุ้ยในประองนี้เป็นตู้จีบิสาอารามเรื่องนี้บอกคุณเลย
ព្រះអង្គមិនមានបន្ទូលពីស្លាប់បានទេព្រះអង្គឈឺចាប់ព្រះអង្គរងអាម៉ាស់ដូចជាព្រះអង្គស្រែកទៅព្រះថាព្រះនៃទូបង្គំព្រះនៃទូបង្គំហើយឯកទ្រង់បានបោះបង់ចោលទូបង្គំមានតែម្ដងគត់ដែលព្រះអង្គហៅព្រះបិតាទ្រង់ថាព្រះជាម្ចាស់នៃទូបង្គំព្រះនៃទូបង្គំហើយឯកបោះបង់ចោលទូបង្គំតែម្ដងគត់គឺមានតែការឈឺចាប់យ៉ាងណាហើយពេលដែលព្រះអង្គស្រែកយ៉ាងនោះមេឃងងឹតឆ្លប់គ្រប់ដណ្ដប់ដូចជាព្រះបិតាងាកប្រតិចេញការឈឺចាប់ទាំងប៉ុន្មានទាំងអំពើបាបរបស់មនុស្សលោកនៅលើពិភពលោកទាំងមូលបានធ្លាក់ទៅលើព្រះម្ចាស់យេស៊ូវគ្រីស្ទរបស់យើងហើយទីបំផុតនេះគឺជាភាពឯកោបំផុតភាពឈឺចាប់បំផុតដែលមិនអាចគណនាបានហើយទីបំផុតព្រះម្ចាស់ទ្រង់មានបន្ទូលថាគ្រប់ការទាំងអស់ស្រេចហើយនៅពេលនោះផែនដីញ័ររំជួយវាំងនននៅឯព្រះវិហាររហែក1 ជា 2ដែលបង្ហាញថាព្រះគ្រីស្ទប្រកាសថាទាំងអស់ស្រេចហើយវាំងននក៏រហែកជា 2ដែលបង្ហាញថាអ្វីដែលរាំងមនុស្សនិងព្រះជាម្ចាស់គឺត្រូវបានបើកផ្លូវឲ្យយើងទាំងអស់គ្នាហើយដែលយើងមិនមែនសង់ណាម្នាក់អតានទូលអង្វរឲ្យយើងទៀតប៉ុន្តែលោកអ្នកអាចចូលទៅព្រះអង្គបានគ្រប់គ្នាទាំងអស់ដោយសារការសុគតរបស់ព្រះយេស៊ូវហើយនៅថ្ងៃសៅរ៍ជាថ្ងៃមួយដែលស្ងប់ស្ងៀមនៃសប្តាហ៍ដ៏បរិសុទ្ធនោះពួកសិស្សប្រងភ័យខ្លាចគេពួនសំងំនៅក្នុងបន្ទប់ដែលបិទទ្វារបិទបង្អួចចាក់សៅជាតិខ្ទាស់កណ្ដុះចិត្តម្នាក់អស់សង្ឃឹមដែលព្រះម្ចាស់នៃគេព្រះអង្គម្ចាស់ទ្រង់គង់ក្នុងភ្នោជាសប្តាហ៍ដ៏ស្ងប់ស្ងៀមបំផុតតែនៅថ្ងៃទី3គឺថ្ងៃអាទិត្យព្រះម្ចាស់នៃយើងមានប្រជញ្ញរស់ឡើងវិញសូមទេដៃសែនក្នុងព្រះម្ចាស់សូមប្រកាសជាមួយខ្ញុំថាព្រះសង្គ្រោះរបស់ខ្ញុំមិននៅក្នុងភ្នោទៀតឡើយព្រះអង្គមានប្រជញ្ញរស់ឡើងវិញហើយអាមែនបាទខ្ញុំសូមឲ្យលោកអ្នកពិចារណាពីការនេះបន្តិចក៏មានសេចក្តីបោកបញ្ឆោតជាច្រើននៅតែបន្តជាប់រហូតដែលមានអ្នកខ្លះនិយាយថាព្រះយេស៊ូវអត់រស់ឡើងវិញទេប៉ុន្តែយើងជឿថាព្រះយេស៊ូវរស់ឡើងវិញអាមែនអ្នកខ្លះគេថាព្រះយេស៊ូវអត់រស់ឡើងវិញទេគឺយកមនុស្សយកមកដូរប៉ុន្តែយើងសួរថាអ្នកណានិយាយហើយបានប្រភពនោះពីណាមកបទគម្ពីរដែលបានចែងសម្រាប់យើងទាំងអស់គ្នាគឺជាអ្នកដែលដើរជាមួយព្រះម្ចាស់របស់យើងអាមែនគេឃើញព្រឹត្តិការណ៍របស់ព្រះម្ចាស់នៃយើងបានចែងទុកមកហើយក្រោយមកអ្នកឯទៀតកើតមួយចំនួនពីរចំនួនបានសរសេរថាអត់ទេគេយកមនុស្សមកដូរតើអ្នកឯងបានដំណឹងពីណាមកអ្នកដែលចែងព្រះគម្ពីរដែលព្រះវិញ្ញាណបណ្ដាលគឺជាអ្នកដែលដើរជាមួយព្រះអង្គប៉ះពាល់ជាមួយព្រះអង្គសន្ទនាជាមួយព្រះអង្គគឺជាសាក្សីផ្ទាល់ភ្នែកដែលបានចែងទុកមកលោកអ្នកនិយាយយើងទាំងអស់គ្នាជឿអ្នកដើរជាមួយព្រះអង្គជឿព្រះវិញ្ញាណដែលព្រះអង្គបានប្រទានមកសម្រាប់យើងទាំងអស់គ្នាមែនទេហើយអ្នកឯទៀតនិយាយថាអ្នកដូរយ៉ាងនេះយ៉ាងនោះដូច្នេះគេរកឱកាសគ្រប់បែបយ៉ាងមិនឲ្យជឿបទគម្ពីរនេះទេប៉ុន្តែយើងជឿអាមែនហាឡេលូយ៉ាសូមបើក screen បានបទគម្ពីរម៉ាថាយជំពូក28 ខ 6នេះគឺជាពាក្យរបស់ទេវតាដែលប្រាប់ទៅដល់ស្ត្រី2នាក់ទៅឯភ្នោទេវតានោះប្រាប់ស្ត្រីនោះថាព្រះអង្គមិននៅទីនេះទេត្បិតព្រះអង្គមានប្រជញ្ញរស់ឡើងវិញដោយទ្រង់បានមានបន្ទូលរួចមកហើយសូមមកមើលកន្លែងដែលទ្រង់ផ្ទុំចុះសូមអធិដ្ឋានជាមួយគ្នាអូព្រះម្ចាស់នៃទូលបង្គំព្រះគ្រីស្ទដែលមានប្រជញ្ញរស់ឡើងវិញពួកកូនទាំងគ្នាអូព្រះគុណព្រះម្ចាស់នៃជីវិត
ដែលអរគុណព្រះអង្គប៉ុន្មានលានដងប៉ុន្មានសែនដងក៏មិនស្មើល្មមនឹងសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះអង្គសម្រាប់យើងរាល់គ្នាបានឡើយអរព្រះគុណណាស់ដែលអំពើបាបរបស់យើងទាំងប៉ុន្មានដែលយើងបានប្រព្រឹត្តបានជាប់នៅលើឈើឆ្កាងជាមួយព្រះម្ចាស់នៃទូបង្គំរួចហើយយើងខ្ញុំគ្មានទោសទៀតទេអំណាចនៃអំពើបាបគ្មានអំណាចលើខ្ញុំទៀតទេយើងខ្ញុំមានសេរីភាពដោយសារព្រះគ្រីស្ទបានទទួលរងជំនួសទូបង្គំយើងខ្ញុំទាំងអស់គ្នាព្រះអង្គអើយសូមព្រះជាស្ដានៃព្រះគ្រីស្ទដែលមានបញ្ជូនរស់ឡើងវិញធ្វើការក្នុងជីវិតរបស់យើងហើយសូមព្រះវិញ្ញាណរបស់ព្រះម្ចាស់នៃទូបង្គំបំភ្លឺភ្នែកទូបង្គំដើម្បីកុំឲ្យទូបង្គំមើលស្រាលនៅការដែលព្រះម្ចាស់នៃទូបង្គំបានធ្វើសោះឡើយព្រះយេស៊ូវទូបង្គំអរព្រះគុណណាស់អរព្រះគុណសម្រាប់ភ្នែកយើងខ្ញុំទាំងគ្នាបើព្រះខាងវិញ្ញាណរបស់ទូបង្គំយើងខ្ញុំទាំងគ្នាឲ្យសេរីពិតនេះតាមជាប់នៅក្នុងជីវិតរបស់យើងទាំងគ្នាអរព្រះគុណយើងខ្ញុំទទួលដោយអរព្រះគុណនៅព្រះនាមព្រះយេស៊ូវអាមែនអាមែនដូច្នេះរូបនេះគឺជាភ្នោរបស់ព្រះម្ចាស់យេស៊ូវគ្រីស្ទហើយរូបដែលជាក់ស្ដែងលោកអ្នកខ្ញុំអរគុណព្រះអង្គដែលខ្ញុំបានទៅអ៊ីស្រាអែលខ្ញុំបានចូលទៅភ្នោរបស់ព្រះម្ចាស់យេស៊ូវគ្រីស្ទហើយកាយដែលជាកើតនៅស្រុកអ៊ីស្រាអែលជាអ្នកដែលស្គាល់ច្បាស់ប្រវត្តិសាស្ត្រអ៊ីស្រាអែលហើយស្គាល់ច្បាស់ប្រវត្តិសាស្ត្រនៃព្រះគម្ពីរគាត់បានណែនាំយ៉ាងលម្អិតនៅពេលនោះមានភ្លៀងរលឹមភ្លៀងផងខ្ញុំបានចូលទៅជាមួយនឹងប្រពន្ធរបស់ខ្ញុំចូលទៅយើងថតរូបនៅខាងមុខយើងឃើញថ្មដែលគេប្រមៀលបិទក្នុងភ្នោប៉ុន្តែឥឡូវនេះអត់មាននៅជាប់នៅទីនឹងទេប៉ុន្តែគេដាក់នៅខាងមុខឆ្ងាយតិចប្រហែលជា10ម៉ែត្រពីព្រោះតាគេរកឃើញនឹងឃើញមានថ្មនៅឆ្ងាយបន្តិចនៅ10ម៉ែត្របាទដូច្នេះហើយយើងក៏បានទៅទទួលពិធីលៀងព្រះម្ចាស់នៅក្បែរភ្នោនោះដែរនេះជាពាក្យរបស់ទេវតាដែលបានប្រាប់យើងអញ្ចឹងយើងអរព្រះគុណដែលលោកអ្នកបងប្អូនមកថ្ងៃនេះយើងអរព្រះគុណព្រះម្ចាស់ថ្វាយបង្គំព្រះម្ចាស់នៃយើងនៅថ្ងៃដែលព្រះយេស៊ូវមានប្រជញ្ញរស់ឡើងវិញលោកអ្នកអស្ចារ្យយ៉ាងណាបើលោកអ្នកពិចារណាមើលដែលទោសនៃអំពើបាបរបស់យើងផលវិបាកដោយសារអំពើបាបរបស់យើងដែលយើងត្រូវទទួលប៉ុន្តែព្រះម្ចាស់បានទទួលយើងហើយអំណាចនៃអំពើបាបទោសនៃអំពើបាបយើងលែងមានទោសទៀតហើយដោយសារព្រះម្ចាស់ទទួលជំនួសយើងលោកអ្នកបងប្អូននេះខ្ញុំកាលពីខ្ញុំជឿព្រះអង្គថ្មីខ្ញុំដើរជាមួយព្រះអង្គថ្មីការអស់ទាំងនោះដូចជាមិនសូវមានឥទ្ធិពលមិនសូវមានអំណាចមិនសូវដាំជ្រៅក្នុងជីវិតរបស់ខ្ញុំប្រហែលទេប៉ុន្តែនៅពេលដែលខ្ញុំកាន់តែស្រឡាញ់ព្រះអង្គកាន់តែជាមួយព្រះអង្គបានដឹងថាតម្លៃនៃការលោះយើងឲ្យរួចពីក្រញាំមជ្ឈរាជពីអំណាចបាបពីនរកនោះវិសេសយ៉ាងណាដែលហេតុនេះហើយបានជាព្រះគម្ពីរបានចែងថាបើអ្នករាល់គ្នាបានផែនដីទាំងមូលជាមរតករកបានផែនដីទាំងមូលតែបើបាត់ព្រលឹងទៅនោះតើអាចយកអ្វីមកដូរជំនួសព្រលឹងនោះបានប៉ុន្តែព្រះគ្រីស្ទបានលុះព្រលឹងយើងឲ្យរួចពីអំណាចបាបហើយអំពីអំណាចនរកហើយចឹងព្រះអង្គឲ្យតម្លៃព្រលឹងរបស់លោកអ្នកណាព្រះអង្គឲ្យតម្លៃណាស់ថាសូម្បីតែពិភពលោកទាំងមូលបានផែនដីទាំងមូលជារបស់ខ្លួនក៏ដោយបើបាត់ព្រលឹងទៅមានប្រយោជន៍អីដូច្នេះព្រះអង្គឲ្យតម្លៃព្រលឹងរបស់លោកអ្នកលើសជាងផែនអ្វីនៅលើផែនដីនេះទៅទៀតលោកអ្នកថាឲ្យតម្លៃខ្លួនឯងស្គាល់តម្លៃការនេះកាលណាយើងស្គាល់តម្លៃនៃការនេះលោកអ្នកនឹងមិនមើលស្រាលជំនឿរបស់លោកអ្នកទៀតឡើយលោកអ្នកនឹងមិនមើលស្រាលអ្វីដែលព្រះយេស៊ូវបានសង្កត់ជំនួសលោកអ្នកទៀតហើយដូច្នេះលោកអ្នកសូមឲ្យថ្ងៃនេះថ្ងៃដែលព្រះអង្គមានបញ្ជូនរស់ឡើងវិញដាស់យើងតគ្នាឡើងយើងរងថ្ងៃកំពុងតែខំចង់បានសម្បត្តិទៅលើលោកីណាក៏ចង់បានដែរប៉ុន្តែព្រះអង្គប្រាប់ថាទោះបីជាបានផែនដីទាំងមូលតែបាត់ព្រលឹងទៅមានប្រយោជន៍អីអញ្ចឹងសូមលោកអ្នករក្សាជំនឿរបស់យើងដើម្បីកុំឲ្យយើងបាត់ព្រលឹងទៅឡើយកុំឲ្យបាត់ព្រលឹងឡើយពីព្រោះព្រះអង្គបានសង្គ្រោះយើងហើយបាទឥឡូវនេះយើងមើលទៅមុខជាមួយគ្នាទៀតការរស់ឡើងវិញរបស់ព្រះយេស៊ូវជាមូលដ្ឋានគ្រឹះនៃដំណឹងល្អប្រសិនបើត្រឹមតែសគត់ហើយមិនរស់ឡើងវិញនោះមិនមែនជាដំណឹងល្អទេ
បាទនេះហើយហៅថាដំណឹងល្អគ្រប់គ្នាស្លាប់នរណាក៏ស្លាប់ដែរមែនណាគ្រប់គ្នាកើតនរណាក៏កើតដែរតែត្រង់ដែលរស់ឡើងវិញគ្មានទេមានតែព្រះម្ចាស់យេស៊ូវគ្រីស្ទតែមួយប៉ុណ្ណោះដែលទ្រង់រស់ឡើងវិញហើយមានបជននៅអស់កលជានិច្ចខ្លះឡាសាក៏រស់ឡើងវិញតែក៏ស្លាប់វិញដដែលតែព្រះយេស៊ូវព្រះអង្គរស់ឡើងវិញហើយមានបជននៅអស់កលជានិច្ចយើងមើលបទគម្ពីរនិយាយករិនថូសខ្សែទី1ឬក៏1ករិនថូសចំពុក15ខ3ដល់ខ4ត្បិតមុនដំបូងខ្ញុំបានប្រាប់មកអ្នករាល់គ្នាតាមសេចក្តីដែលខ្ញុំបានទទួលមកគឺថាព្រះគ្រីស្ទបានសុគតដោយព្រោះបាបរបស់យើងស្របតាមបទគម្ពីរហើយថាព្រះអង្គត្រូវគេបញ្ចុះក្នុងភ្នោរួចព្រះអង្គមានប្រជញ្ញរស់ឡើងវិញនៅថ្ងៃទី3ស្របតាមបទគម្ពីរសូមពិចារណាមើលនៅកន្លែងនេះអញ្ចឹងបងខ្ញុំបានជម្រាបជូនលោកអ្នកហើយថាបើគ្រាន់តែកើតបើគ្រាន់តែស្លាប់ហើយបញ្ចុះទៅក្នុងភ្នោរួចចប់ត្រឹមហ្នឹងមិនមែនជាដំណឹងល្អទេបាទមិនមែនជាដំណឹងល្អដំណឹងល្អគឺព្រះអង្គមិននៅក្នុងភ្នោទេដំណឹងល្អគឺព្រះអង្គមានប្រជញ្ញរស់ឡើងវិញឈ្នះអំណាចជ្រៃស្លាប់សូមតែដៃដំណើរព្រះអង្គជាមួយគ្នាហាឡេលូយ៉ានេះហើយជាដំណឹងល្អនេះហើយជាដំណឹងល្អលោកអ្នកមើលជាមួយគ្នាពាក្យស្របតាមបទគម្ពីរកាលមកខ្ញុំស្របតាមបទគម្ពីរដូច្នេះពាក្យថាស្របតាមបទគម្ពីរនេះគឺមិនមែនព្រះអង្គម្ចាស់មានបជនរស់ឡើងវិញដោយចៃដន្យទេព្រះអង្គមិនមែនមានបជនរស់ឡើងវិញដោយចៃដន្យទេបទគម្ពីរបានចែងទុកមកហើយមានបទគម្ពីរតាំងពីសញ្ញាចាស់ក៏មានចែងដែរប៉ុន្តែខ្ញុំគ្មានពេលល្មមនឹងលើកយកមកបញ្ជាក់លោកអ្នកបងប្អូនបានចែងតាំងពីសញ្ញាចាស់មាននៅក្នុងអេសាយមាននៅក្នុងគម្ពីរទំនុកដំកើងហើយមាននៅក្នុងបទគម្ពីរហោរាគម្ពីរទំនាយអាទិតជាច្រើនដែលបានចែងថាព្រះគ្រីស្ទបានសុគតព្រះគ្រីស្ទត្រូវគេបញ្ចុះក្នុងភ្នោហើយព្រះគ្រីស្ទមានប្រជញ្ញរស់ឡើងវិញដូច្នេះកន្លែងនេះបានប្រាប់ហើយថាអញ្ចឹងទាំងការសុគតមិនមែនសុគតដោយអំពើបាបឬសម្ពុតឬក៏សុគតបែបធម្មជាតិដូចជាមនុស្សធម្មតាប៉ុន្តែព្រះអង្គសុគតដោយព្រោះអំពើបាបរបស់យើងសូមប្រកាសមួយខ្ញុំតើគ្នាព្រះអង្គសុគតដោយព្រោះអំពើបាបរបស់ខ្ញុំគ្រប់គ្នាប្រកាសណាបងទៀតព្រះអង្គសុគតដោយព្រោះអំពើបាបរបស់ខ្ញុំបាទស្របតាមបទគម្ពីរអញ្ចឹងមានន័យថាការសុគតរបស់ព្រះអង្គស្របតាមបទគម្ពីរហើយដោយបទចម្រៀងមួយដែលបានចែងថា Jesus born to die ព្រះអង្គសុគតមកដើម្បីសុគត He born to die បាទ He born to die ហើយយើងទាំងអស់គ្នាឮសូរថា born to die នេះលោកអ្នកអត់ចង់បានទេ I born to live ប៉ុន្តែព្រះយេស៊ូវ born to die in order for us to live ព្រះអង្គសុគតដើម្បីឲ្យយើងរស់មែនទ្រង់សុគតឲ្យយើងរស់កាលមកខ្ញុំទ្រង់សុគតឲ្យខ្ញុំរស់បើតែគ្មានសេចក្តីស្រឡាញ់ណាជាងដែលព្រមស្លាប់ជំនួសមិត្តសម្លាញ់នោះទេអាចមានមនុស្សខ្លះអាចស្លាប់ជំនួសមនុស្សល្អបានតែតើមានអ្នកណាដែលព្រមស្លាប់ជួសមនុស្សអាក្រក់មានទេអត់ទេនឹងព្រមស្លាប់សម្រាប់មនុស្សដែលខ្លួនស្រឡាញ់ព្រមដុតខ្លួនសម្រាប់មនុស្សដែលខ្លួនស្រឡាញ់ប៉ុន្តែសម្រាប់ស្លាប់ដើម្បីមនុស្សអាក្រក់អត់មានទេតែព្រះម្ចាស់នៃយើងសុគតជួសយើងរាល់គ្នាដែលមានបាបលោកអ្នកយល់ឡើងហ្នឹងហ៎ម្នាក់សុខចិត្តបង់ថ្លៃសុខចិត្តធ្វើឲ្យខុសបែបយ៉ាងជំនួសមនុស្សល្អបាទប៉ុន្តែជំនួសមនុស្សអាក្រក់យើងអត់ធ្វើទេប៉ុន្តែព្រះយេស៊ូវទ្រង់សុគតក្នុងការដែលយើងអត់ដឹងខ្យល់អីនៅឡើយលោកអ្នកយល់ទេព្រះគ្រីស្ទបានសុគតនៅពេលដែលយើងអត់ដឹងអីនៅឡើយកាលយើងនៅក្នុងអំពើបាបនៅឡើយដល់មិនបាច់ថាអ្នកឯងប្រែចិត្តទៅនៅចាំខ្ញុំស្លាប់អ្នកឯងធ្វើល្អចិត្តសិននៅបានខ្ញុំព្រមស្លាប់អ្នកឯងប្រមូលគ្នាឲ្យច្រើនមកឲ្យធ្វើពិធីមួយឲ្យល្មមទៅណាចាំស្លាប់ប៉ុន្តែអត់ទេព្រះគ្រីស្ទបានសុគតនៅពេលដែលយើងអត់ដឹងខ្យល់អីនៅឡើយអរគុណព្រះអង្គតែដែរអរគុណព្រះអង្គមួយទៀតហាឡេលូយ៉ាព្រះអង្គសុគតដោយព្រោះបាបរបស់យើងព្រះអង្គសុគតដើម្បីឲ្យយើងរស់បាទអញ្ចឹង
តាមបទគម្ពីរគឺដូច្នេះឯងគឺបានរៀបចំទុកមកសម្រាប់យើងរាល់គ្នាមិនមែនជាការចៃដន្យទេហើយព្រះអង្គត្រូវគេបញ្ចុះក្នុងភ្នោហើយរស់ឡើងវិញក៏ស្របតាមបទគម្ពីរដែរគឺអ្វីៗទាំងអស់ព្រះជាម្ចាស់បានរៀបចំផែនការទាំងអស់ដូច្នេះលោកអ្នកបងប្អូនអើយលោកអ្នកសិតតែនៅក្នុងផែនការរបស់ព្រះជាម្ចាស់ដែលលោកអ្នកមានវត្តមានថ្ងៃនេះកើតនៅសម័យកាលនេះនៅលើទឹកដីនេះជាប្រុសជាស្រីហើយមានអំណោយទានអ្វីមិនមែនជាការចៃដន្យទេក៏លោកអ្នកក៏កើតមកតាមផែនការរបស់ព្រះជាម្ចាស់ដែរលោកអ្នកមិនមែនជាការចៃដន្យទេលោកអ្នកស្ដាប់តើនេះការមួយខ្ញុំមានវត្តមាននៅទីនេះមិនមែនជាការចៃដន្យទេបាទសូមទទួលការនេះឲ្យដាំជាប់ក្នុងជីវិតរបស់លោកអ្នកចុះទោះបីគេប្រមាថលោកអ្នកព្រោះបើយើងកើតមកតាមស្ថានភាពឪពុកម្ដាយរបស់យើងយ៉ាងណាក៏ដោយប៉ុន្តែនៅចំពោះព្រះជាម្ចាស់គឺគម្រោងការរបស់ព្រះសម្រាប់យើងទាំងអស់មែនទេបាទទោះបីគេហៅយើងអាកូនក្រៅខោក៏ដោយតែនៅចំពោះព្រះអត់មានកូនក្រៅខោទេអាមែនបាទសុទ្ធតែនៅក្នុងផែនការរបស់ព្រះជាម្ចាស់លោកអ្នកបងប្អូនអើយអាយកោរបស់ព្រះម្ចាស់របស់យើងណាដូចជាលោកយាយរហាបអាយកោរបស់ព្រះម្ចាស់នៃយើងណាលោកអ្នកបងអត់មានតែយកនរណាដល់គ្រប់លក្ខជាពូជពងរបស់ទ្រង់មានរាប់លោកយាយរហាបហើយលោកយាយអីគេខ្លះទៀតតាម៉ាបាទលោកអ្នកបងប្អូននេះបាទនាងរស់សៅដតីដូច្នេះនៅចំពោះព្រះម្ចាស់នៃយើងលោកអ្នកសុទ្ធតែនៅក្នុងគម្រោងការរបស់ព្រះជាម្ចាស់ទាំងអស់មិនមែនជាការចៃដន្យទេសូមការមកខ្ញុំវត្តមានរបស់ខ្ញុំនៅថ្ងៃនេះមិនមែនជាការចៃដន្យទេចឹងយើងដឹងបានដោយសារអីអ្វីទាំងអស់ដែលព្រះគ្រីស្ទឆ្លងកាត់សុទ្ធតែស្របតាមបទគម្ពីរព្រះអង្គត្រូវគេធ្វើកុដស្របតាមបទគម្ពីរព្រះអង្គត្រូវគេបញ្ចុះក្នុងភ្នោហើយមានបច្ចុប្បន្នរលវិញក៏ស្របតាមបទគម្ពីរនេះហើយជាដំណឹងល្អបើព្រះអង្គមិនមានបច្ចុប្បន្នឡើងវិញទេមិនមែនជាដំណឹងល្អទេបាទមិនមែនជាដំណឹងល្អទេបាទតើមានដំណឹងនៃសេចក្តីសង្គ្រោះណាដែលហៅថាដំណឹងល្អមានតែដំណឹងរបស់ព្រះយេស៊ូវគ្រីស្ទសគត់ចូលក្នុងភ្នោរស់ឡើងវិញហើយទៅប្រកាសប្រាប់គេនឹងហើយបានហៅថាដំណឹងល្អមែនទេអាមែននឹងហើយដំណឹងល្អបាទលោកអ្នកសូមមើលជាមួយគ្នាតទៅទៀតទេវតាប្រកាសថាព្រះយេស៊ូវមានបច្ចុប្បន្នរស់ឡើងវិញហើយកាលមកខ្ញុំទេវតាប្រកាសនឹងបទគម្ពីរខាងដើមអញ្ចឹងខ្ញុំបានប្រាប់លោកអ្នកនៅម៉ាថាយចំពុក28ខ5ដល់ខ6ទេវតានិយាយទៅកាន់ស្ត្រីទាំងពីរថាកុំខ្លាចអីខ្ញុំដឹងហើយថានាងរកព្រះយេស៊ូវដែលគេបានឆ្កាងព្រះអង្គមិននៅទីនេះទេព្រះអង្គមានបច្ចុប្បន្នរស់ឡើងវិញដោយទ្រង់បានមានបន្ទូលរួចមកហើយសូមមកមើលកន្លែងដែលទ្រង់បានផ្ទុំចុះកាលមកខ្ញុំទេវតាប្រកាសពីការរស់ឡើងវិញរបស់ព្រះយេស៊ូវបាទដូច្នេះទេវតាប្រកាសមិនមែនពាក្យមនុស្សទេវតាប្រកាសនៅកន្លែងនេះហើយអ្នកបង្វែរគេថាម៉េចគេជួលលុយអ្នកសូម្បីតែចំនួននោះក៏ដោយគេជួលលុយទៅពួកអនាថាហើយទៅប្រកាសថាអូហ្នឹងហើយគេជួលហើយគេជួលលុយឲ្យសុកលុយទៅដល់អ្នកយាមនឹងឲ្យដេកលក់អស់ទៅដើម្បីឲ្យជួលអ្នកប្រមូលសិស្សប្រកបប្រមៀលអានេះថ្មចេញហើយដើម្បីយកសពចេញទៅអូយកអ្នកផ្សេងមកជំនួសលោកអ្នកនៅតែមានការបង្វែរជានិច្ចប៉ុន្តែនេះគឺទេវតាបានប្រកាសប្រាប់បាទទេវតាប្រកាសប្រាប់នេះជារូបភាពដែលពួកស្ត្រីហើយលោកអ្នកបងប្អូនអើយខ្ញុំសួរលោកអ្នកបន្តិចណាទៅភ្នោមុនគេបងប្អូនស្ត្រីអើយពិសេសណាបងប្អូនស្ត្រីអើយពិសេសណាទោះបីជាក្នុងចំណោមពួកសិស្សសាវកព្រះអង្គទាំង12នាក់អត់មានស្ត្រីក៏ដោយ
ប៉ុន្តែពួកទាំងអស់នោះឯងបងប្អូនស្ត្រីតាមបំរើពួកគាត់តាមបំរើព្រះម្ចាស់យេស៊ូវគ្រីស្ទជានិច្ចសូម្បីតែម៉ារីអ្នកស្រុកម៉ាដាឡាម៉ារីជាច្រើនបានដើរតាមព្រះអង្គជួយបំរើជួយផ្គត់ផ្គង់គ្រប់យ៉ាងបើកផ្ទះសម្បែងស្នាក់នៅសម្រាប់ពួកគាត់បងប្អូនស្ត្រីជាកូនស្រីព្រះអង្គស្រឡាញ់បងប្អូនស្ត្រីណាស់បាទចឹងបានលោកអ្នកបងប្អូននេះខ្ញុំសម្ព័ន្ធមេត្រីបងប្អូនស្ត្រីបានជួយកិច្ចការអ្នកបម្រើព្រះអង្គច្រើនណាស់ខ្ញុំពិតជាដឹងគុណខ្ញុំពិតជាអរគុណលោកអ្នកបងប្អូនមែនទែនប្របរោះតែដៃសរសើរបងប្អូនស្ត្រីពិសេសណាស់លោកអ្នកបងប្អូននេះសេះណាមែនណាលោកអ្នកណាហើយលើពិភពលោកទាំងមូលមិនតែសម្ព័ន្ធមេត្រីទេក្រុមជំនុំអាទៀតក៏ដោយទោះបីជាគ្រាន់បើបរោះច្រើនជាងយើងខ្លះក៏ដោយប៉ុន្តែនៅតែមានស្ត្រីច្រើនជាងចឹងហើយមិនត្រឹមតែកម្ពុជាទេពេលខ្លះយើងលូតែនឹងជួយគំនិតយោបល់មើលបេសកជនមកពីនេះពីនោះអ្នកបម្រើព្រះអង្គនឹងជួយធ្វើម៉េចដើម្បីឲ្យបានបរោះច្រើននៅអង់គ្លេសក៏ចឹងនៅអាមេរិកក៏ចឹងអូស្ត្រាលីក៏ចឹងបូរស្រីនោះដូច្នេះបងប្អូនស្ត្រីអស្ចារ្យមែនបរោះប្រកាសបងប្អូនស្ត្រីអស្ចារ្យមែនបងប្អូនស្រីអស្ចារ្យណាស់អស្ចារ្យណាស់ដូចអ្នកបងប្អូននេះខ្ញុំពិតជាអរគុណបងប្អូនស្ត្រីមែនទែននេះនាងទៅមុនគេអូយហើយរដ្ឋបកម្មនឹងល្អបកាយជាងគេណាគេទៀតតែត្រីសាសាមារីតែថាដងទឹកនៅពេលថ្ងៃត្រង់ហើយប្រវត្តិនាងល្អឯងតបកម្មនឹងល្អផ្អើលភូមិបាទផ្អើលភូមិបាទវ៉ាវមិនធម្មតាប្រកាសបានជួបព្រះម្ចាស់យេស៊ូវគ្រីស្ទនៅអណ្ដូងទឹកនិយាយពីជីវិតរបស់នាងជាក់ដែលគម្ពីរមិនបានចែកអស់ផងតែនឹងតែបើកភ្នែកនាងថាខ្ញុំបានជួបព្រះមេស៊ីហើយរត់ទៅប្រាប់គេក្នុងភូមិហើយក៏មកគេយាងព្រះអង្គម្ចាស់នឹងពួកសិស្សនៅជាមួយគេ2-3ថ្ងៃមួយចំណុចមួយទៀតព្រះយេស៊ូវជាសេរីរស់ឡើងវិញមើលបទគម្ពីរមួយនេះណានៅយ៉ូហានចំពុក11ខ25ដល់ខ26ព្រះយេស៊ូវមានបន្ទូលទៅនាងថាព្រះអង្គមានបន្ទូលទៅកាន់ណាគេឡើយហ្នឹងទៅកាន់ម៉ាថាបាទមានបន្ទូលទៅកាន់ម៉ាថានៅពេលដែលឡាសាស្លាប់ហើយត្រូវបានគេបញ្ចុះទៅក្នុងភ្នោឡាសាកំពុងតែនៅក្នុងភ្នោនេះគឺម៉ាថាកំពុងតែនិយាយជាមួយព្រះយេស៊ូវមានបន្ទូលទៅនាងថាខ្ញុំជាសេរីរស់ឡើងវិញនិងជាជីវិតអ្នកណាដែលជឿដល់ខ្ញុំទោះបើស្លាប់ហើយគង់តែនឹងរស់ឡើងវិញដែរអ្នកណាដែលរស់នៅហើយជឿដល់ខ្ញុំនោះមិនត្រូវស្លាប់ឡើយតើនាងជឿសេចក្តីនេះឬទេបាទបើសិនជាព្រះម្ចាស់ទ្រង់គង់នៅទីនេះលេចឆ្វាចដោយពន្លឺយ៉ាងអស្ចារ្យហើយព្រះអង្គមានបន្ទូលពីការបែបនេះថាខ្ញុំជាសេរីរស់ឡើងវិញប្រវត្តិសាស្ត្របានចែងទុកហើយខ្ញុំមិននៅក្នុងភ្នូទៀតទេហើយព្រះអង្គសួរថាអ្នករាល់គ្នាជឿឬទេតើលោកអ្នកនឹងឆ្លើយយ៉ាងម៉េចបបិទ្ធព្រះម្ចាស់កូនជឿពិតប្រាកដដាក់ដៃលើបេះដូងយើងព្រះម្ចាស់អើយកូនជឿយ៉ាងជឿប្រាកដព្រះអង្គនៃខ្ញុំរស់ឡើងវិញហើយព្រះអង្គជាសេរីរស់ឡើងវិញអ្វីៗដែលស្លាប់ក្នុងជីវិតខ្ញុំក៏នឹងរស់ឡើងវិញដែរអាមែនបាទហើយក៏មានទីបន្ទាល់កន្លែងនេះដែរអ្នកណាដែលជឿអ្នកណាដែលប្រកាសហើយទីបន្ទាល់នេះខ្ញុំភ្ជាប់ជាមួយនឹងបងស្រីសេវឿនដែរគាត់និយាយថាពេលមួយគាត់ធ្វើអ្វីផុងខ្លួនដោយសារតែរឿងលុយកាក់$1,000អូយឲ្យទៅគេទៅបាត់ដំណឹងឈឹងគាត់អស់សង្ឃឹមបាទគាត់ចាប់ផ្ដើមអានកាពីចំណាយពេលអានកាពីនឹងរត់ទៅណាទៅពឹងប្តឹងគេក៏អស់លុយច្រើនទៅណាទេនឹងរត់ផ្លូវណាគាត់ចំណាយពេលអានកាពីដល់កន្លែងហ្នឹងថាព្រះយេស៊ូវមានទូលខ្ញុំជាសេរីរស់ឡើងវិញហើយអ្នកដតេគេប្រមាថថាខ្មោចងាប់គ្មានរស់ឡើងវិញបាននេះគេថាអញ្ចឹងហើយស្រាប់តែព្រះយេស៊ូវមានបន្ទូលក្នុងបទគម្ពីរថាខ្ញុំជាសេរីរស់ឡើងវិញ
គាត់មានកម្លាំងឡើងគាត់ជឿឡើងគាត់អរគុណព្រះអង្គហើយក្រោយមកគាត់បានដំណឹងលុយនោះគាត់ត្រូវបានគេសងមកវិញដែលឥតមានសង្ឃឹមដល់មនុស្សឯណាតែព្រះទ្រង់ធ្វើការចឹងលោកអ្នកបងប្អូនសេរីរស់ឡើងវិញក្នុងជីវិតរបស់លោកអ្នកសុខភាពថវិកាពួកតំណែងតំណងអ្វីក៏ដោយលោកអ្នកនឹងអាចរស់ឡើងវិញដោយសារព្រះគ្រីស្ទដែលទ្រង់រស់វិញនៅក្នុងយើងទទួលការនោះបានដោយការដែលយើងជឿហើយទទួលដាក់ក្នុងជីវិតរបស់យើងកាលម្ដងទៀតខ្ញុំជឿព្រះគ្រីស្ទដែលមានបច្ចុប្បន្នរស់ឡើងវិញទ្រង់គង់ក្នុងខ្ញុំបាទទ្រង់គង់ដូច្នេះកន្លែងនេះពីមុនទេវតាប្រាប់ថាទ្រង់រស់ឡើងវិញហើយឥឡូវនេះពេលនេះព្រះអង្គដែលនិយាយផ្ទាល់ទៅកាន់ម៉ាថាខ្ញុំជាតែរស់ឡើងវិញហើយពេលខ្លះព្រះអង្គមានបន្ទូលម្ដងនាងអត់ជឿទេខ្ញុំដឹងតើព្រះអង្គដល់ពេលគ្រារស់ឡើងវិញនៅប្រហែលឆ្នាំទៀតខាងមុខនឹងប្រហែលនោះទេនឹងស្លាប់នឹងរស់ឡើងវិញបងអូនខ្ញុំក៏រស់ឡើងវិញដែរហ្នឹងហើយនាងថាអញ្ចឹងប៉ុន្តែព្រះអង្គចង់ប្រាប់ថាឡាសានឹងរស់ឡើងវិញបាទដូច្នេះលោកអ្នកបងទោះបីជាមិនមែនខាងសាច់ឈាមក៏ដោយសេចក្តីស្លាប់អ្វីដែលក្នុងជីវិតរបស់យើងដែលហាក់ដូចជាស្លាប់ក៏នឹងអាចរស់ឡើងវិញបាននៅពេលដែលយើងជឿទុកចិត្តថាព្រះម្ចាស់ទ្រង់មិនបោះបង់ចោលយើងនឹងរស់ឡើងវិញទាំងតំណែងតំណងទាំងអ្វីក៏ដោយអ្វីដែលហាក់ដូចជាស្លាប់អាចនឹងរស់ឡើងវិញដោយអំណាចនៃការរស់ឡើងវិញរបស់ព្រះអង្គគង់នៅក្នុងយើងគង់នៅក្នុងយើងចំណុចទី4ព្រះយេស៊ូវជាដើមហើយជាចុងមានប្រជញ្ញអស់កាល់មានយល់ទៀតទ្រង់មានកូនសោនៃសេចក្តីស្លាប់និងកូនសោឋានខំពលស្លាប់លោកអ្នកបងប្អូននេះព្រះយេស៊ូវដែលយើងជឿនេះព្រះយេស៊ូវដែលជាព្រះម្ចាស់នៃជីវិតរបស់យើងព្រះអង្គជាដើមជាចុងមុនគេក្រោយគេ Alpha Omega បាទគង់ពីអកាលរហូតដល់អកាលហើយព្រះអង្គមានបច្ចុប្បន្នអកាលជានិច្ចនេះហើយព្រះរបស់លោកអ្នកអាមែនហើយយ៉ាងម៉េចទៀតកូនសោសេចក្តីស្លាប់និងកូនសោឋានខំមនុស្សស្លាប់កូនសោមច្ចរាជនៅក្នុងព្រះហស្ថរបស់ព្រះអង្គទាំងអស់នេះហើយព្រះយេស៊ូវដែលគុណអ្នកគ្រប់បម្រើនេះហើយព្រះយេស៊ូវដែលយើងជឿបើលោកអ្នកលងលក់កន្លងមកអស់សង្ឃឹមដូចជាពួកសិស្សនៅថ្ងៃសៅរ៍ថ្ងៃសុក្រថ្ងៃសៅរ៍នៅគ្រាព្រឹត្តិការណ៍ដែលព្រះអង្គសគត់ព្រះអង្គនៅក្នុងភ្នោតែលោកអ្នកបងប្អូនអើយគឺព្រះអង្គម្ចាស់របស់យើងទ្រង់រស់ឡើងវិញសូមឲ្យចេស្តាសូមឲ្យរាជសារនៃការរស់ឡើងវិញព្រះអង្គរំលឹកយើងជាការបោកសម្ដែងក្នុងជីវិតរបស់លោកអ្នកចោះគឺព្រះអង្គរស់ឡើងវិញក្នុងជីវិតយើងអំណាចនៃការរស់ឡើងវិញនៅជាមួយយើងបាទទោះបីស្ថានភាពអ្វីក៏ដោយទោះស្ថានភាពអ្វីក៏ដោយកុំអស់សង្ឃឹមលោកអ្នកមិននៅម្នាក់ឯងទេលោកអ្នកមិនឯកោទេទោះបីជាពេលខ្លះក្នុងទំនាក់ទំនងរបស់យើងជាមួយមនុស្សហាក់ដូចជាឯកោក៏ដោយប៉ុន្តែព្រះម្ចាស់ទ្រង់គង់ជាមួយលោកអ្នកជានិច្ចដោយសាវកពោលដែរគាត់និយាយពេលខ្លះអ្នកនេះអ្នកនោះសើរបស់ខ្ញុំគេបោះបង់ចោលខ្ញុំតែព្រះម្ចាស់ទ្រង់មិនចាក់ចោលខ្ញុំឡើយកាលមកខ្ញុំព្រះម្ចាស់ទ្រង់មិនចាក់ចោលខ្ញុំឡើយទោះក្នុងកលៈទេសៈណាក៏ដោយចឹងយើងមើលកន្លែងនេះណាគម្ពីរវិវរណៈជំពូក1ខ17ដល់ខ18កាលខ្ញុំឃើញព្រះអង្គលោកយ៉ូហានណាលោកអ្នកលោកយ៉ូហានជាមនុស្សជាសាវកដែលព្រះអង្គស្រឡាញ់ហើយនៅក្នុងប្រវត្តិនៃពួកសាវករបស់ព្រះអង្គសាវកយ៉ូហានគេសម្លាប់យ៉ាងណាក៏គាត់ស្លាប់ដែរហើយមានប្រវត្តិក្រៅពីព្រះគម្ពីរដែលបានបញ្ជាក់ថាពេលខ្លះគេដាំនៅក្នុងខ្លាញ់ហើយយកលោកទៅទម្លាក់ក្នុងខ្ទះខ្លាញ់ក៏ដោយប៉ុន្តែឥតមានអំណាចលើគាត់សោះឡើយសម្លាប់យ៉ាងណាក៏អត់សម្លាប់គាត់បានដែរហើយគេក៏និរទេសគាត់ទៅឯកោះមួយគឺឈ្មោះកោះប៉ាត់ម៉ូសហើយលោករស់នៅទីនោះតាមដំណើររហូតដល់គាត់បាត់បង់ជីវិតតាមរបៀបធម្មតាមានតែលោកយ៉ូហានមួយប៉ុណ្ណោះដូច្នេះលោកអ្នកបងប្អូននេះគឺព្រះដែលមានបច្ចេស្តាបំផុតបច្ចេស្តានៃការរស់ឡើងវិញអង្គថែរក្សាយើងព្រះអង្គមិនមែនថែរក្សាតែលោកយ៉ូហានទេលោកយ៉ូហានស្គាល់ព្រះម្ចាស់ច្បាស់ណាស់ដូច្នេះយើងត្រូវស្គាល់ព្រះម្ចាស់ឲ្យច្បាស់ដែរអាមែនត្រូវស្គាល់ព្រះម្ចាស់ឲ្យច្បាស់ដែរចឹងកន្លែងនឹងខ្ញុំឃើញព្រះអង្គខ្ញុំក៏ដួលទាបព្រះបាទរបស់ព្រះអង្គដូចមនុស្សស្លាប់តែព្រះអង្គដាក់ព្រះហស្ថលើខ្ញុំដោយមានបន្ទូលថាកុំខ្លាចអី
chẳng sống ở phía ní đôi chia lúc nẹ bàn đôi chia lúc Johan bàn lưu đài để lúc nẹ bọn ông prap ta cầm khai ấy lai dương chia đam hai chia chồng bọn ta anh chia đam hai chia chồng bát chia đam hai chia chồng chia pre đại cung nữ cứ bọn ông đã miền bạch chôn cung nữ dương bàn slapแต่เมื่อយើងរស់នៅអស់កាលជានិច្ចរៀងរៀបតទៅយើងមានកូនសោស្ដីស្លាប់ហើយមានកូនសោឋានឃុំព្រលឹងមួយស្លាប់ដែរចឹងទៅបីជានរកស្ដីស្លាប់វាមានកម្រិតមានកន្លែងរបស់វាក៏ដោយប៉ុន្តែព្រះអង្គជាអ្នកកាន់កូនសោកន្លែងនោះព្រះអង្គជាអ្នកកាន់កូនសោចឹងហើយបានជាព្រះអង្គឲ្យកូនសោនោះមកយើងដែរបាទខ្ញុំទៅកាពើណាំគឺគេធ្វើរូបលោកពេត្រុសនៅទីនោះបានកាន់ដំបងមួយហើយមានត្រីដែលគាត់មានត្រីនៅនឹងជើងគាត់ហើយដៃមួយខាងគាត់កាន់កូនសោខ្ញុំឃើញកាន់កូនសោពីរខ្ញុំថាអីពេលគេសោពីរមែនហើយយើងផ្ទៀងផ្ទាត់ជាមួយកម្ពីមើលហ្នឹងហើយតែព្រះអង្គឲ្យកូនសោខ្ញុំឲ្យកូនសោនេះដែលអ្នកអាចស្រាយអ្វីតែផែនដីស្រាយនៅឋានសួគ៌ដែរចង់អ្វីផែនដីនឹងចង់នៅឋានសួគ៌ដែរហើយដល់យើងឆែកមើលកម្ពីខ្មែរអត់ដឹងទេដល់មើលកម្ពីអង់គ្លេស I will give the keys key មាន s plural បាទពហុវចនៈអញ្ចឹងគឺមានកូនសោមួយកូនសោមួយចុងទៅលើកូនសោមួយចុងមកក្រោមបាទអញ្ចឹងមានតែព្រះអង្គមានកូនសោទាំងសោឋានសួគ៌ទាំងសោផែនដីនៅក្រោមដីគឺព្រះអង្គមានអំណាចលើទាំងអស់ព្រះគ្រីស្ទព្រះយេស៊ូវរបស់លោកអ្នកដែលលោកអ្នកជឿគ្រប់ស្រឡាញ់ព្រះអង្គមានកូនសោគ្រប់ទាំងអស់សម្រាប់លោកអ្នកហើយបាទគ្មានអ្វីមានអំណាចលើព្រះអង្គទេនេះព្រះយេស៊ូវរបស់លោកអ្នកដែលលោកអ្នកគោរពបម្រើសូមលោកអ្នកបានអានជាមួយគ្នាមកបទគម្ពីរនឹងអានបានទេតោះសូមអានមើលតោះ1 2 3អាមែនហាឡេលូយ៉ាគុណព្រះអង្គពេលដែលព្រះអង្គសគត់ណាលោកអ្នកបងប្អូនមានបទគម្ពីរមួយនៅក្នុងមេត្រុសលោកពេត្រុសនិយាយថាទ្រង់ក៏បានយាងទៅឋានឃុំមនុស្សស្លាប់ហើយប្រកាសនឹងល្អទៅដល់ពួកអ្នកស្លាប់ចំនួនលោកណូអេដែរលោកពេត្រុសគម្ពីរពេត្រុសបានប្រាប់ចឹងហើយគម្ពីរខ្លះទៅបដៅព្រលឹងហើយគម្ពីរខ្លះទៅប្រកាសដំណឹងប្រាប់ពួកនោះបាទចឹងយើងអត់ដឹងច្រើនទេយើងដឹងតែប៉ុណ្្នឹងទេបាទរឿងដែលព្រះអង្គយាងទៅនោះឯងយើងមើលបន្តទៅមុខជាមួយគ្នាទៀតព្រះយេស៊ូវដែលមានបច្ចុប្បន្នរស់ឡើងវិញបាទទ្រង់គង់ជាមួយយើងហើយមិនបោះបង់ចោលយើងឡើយសូមដាក់ដៃលើបេះដូងប្រាប់ខ្លួនឯងថាខ្ញុំអើយព្រលឹងខ្ញុំអើយព្រះយេស៊ូវគង់ជាមួយទ្រង់មិនបោះបង់ចោលអ្នកឡើយមិនចាក់ចោលអ្នកឡើយអាមែនដូច្នេះត្រូវដាំជាប់ជានិច្ចចោះព្រះអង្គមិនបោះបង់មិនចាក់ចោលយើងទេព្រះអង្គអត់ចាក់ចោលយើងទេពេលយើងនៅលើផែនដីព្រះអង្គគង់ជាមួយព្រះអង្គថែរក្សារួចហើយពេលមួយពេលដែលយើងខាននៅលើផែនដីយើងទៅនៅជាមួយព្រះអង្គអស់កាលជានិច្ចលោកអ្នកក៏មើលស្រាលក៏មើលស្រាលគិតថាឲ្យតម្លៃតែពេលរស់នៅលើផែនដីនេះណាប៉ុន្តែត្រូវដឹងថាចប់ពីផែនដីនឹងទៅយើងទៅកន្លែងមួយទៀតប៉ុន្តែត្រូវឲ្យប្រកាសថាធ្វើម៉េចដើម្បីឲ្យយើងនៅជាប់ជាមួយនឹងការសង្គ្រោះព្រះអង្គប្រាប់តែម៉េចព្រះអង្គថាចូលបង្ហើយការសង្គ្រោះអញ្ចឹងការសង្គ្រោះទៅបង្ហើយយ៉ាងម៉េចគឺនៅជាប់មួយព្រះអង្គជឿឲ្យនៅជាប់ជឿនៅជាប់គោរពបម្រើព្រះអង្គបាទហើយដើម្បីឲ្យពេលនោះយើងនៅជាប់មួយព្រះអង្គនៅកន្លែងមួយដែលព្រះទ្រង់នឹងជូតទឹកភ្នែករបស់យើងគ្មានការយំសោកគ្មានជំងឺរោគាគ្មានអំពើបាបទៀតសោះឡើយវ៉ាវខ្ញុំកាន់តែចាស់កាន់តែស្រឡាញ់ការហ្នឹងកាលពីនៅក្មេងមិនសូវឲ្យតម្លៃទេរឿងឋានសួគ៌ទាំងអី
ពេលខ្លះវាមានកំណត់ដូចគេដែរឯងមើលថានរកឲ្យមានញីមានឈ្មោលលោកអ្នកថាឲ្យតម្លៃកន្លែងហ្នឹងណាបងថាម៉េចតែបើបានផែនដីទាំងមូលបាត់ពលឹងទៅយកអីមកដូរបានអត់ទេអញ្ចឹងថាឲ្យតម្លៃរក្សាឲ្យជាប់លោកអ្នកណាកុំឲ្យសេចក្តីខ្វល់ខ្វាយរឿងនេះរឿងនោះក៏បែបយ៉ាងបោះបង់ចោលជំនឿដល់ពេលព្រះអង្គមកវិញបងថាពេលកូនមនុស្សមកនឹងរកមើលមានជំនឿទេមានជំនឿទេមានជំនឿទេហើយដល់ព្រះអង្គតតបើមន់ស្ពន់មិត្តជុំស្ពន់មិត្តមានជំនឿទៅបងតែមានជំនឿទាំងអស់យើងមានឈ្មោះរបស់គ្នាមែនណាកាលមកខ្ញុំនឹងមិនបាត់ឈ្មោះសោះឡើយឲ្យប្រកាសលោកអ្នកបងប្អូនណាហ្នឹងហើយបងប្អូនខ្លះលោកអ្នកបងប្អូនហ៊ានលះបង់ទៅកំថាមកពីជីអស់លុយបានអីស៊ីបាយពេលខ្លះសុខចិត្តអត់សុខចិត្តអាស៊ីបាយអត់ពេលមកពីក៏អត់បានបាយស៊ីអំពេលហ្នឹងពីពេលហ្នឹងលោកអ្នកអើយហើយអ្នកដែលមកពីរាល់ថ្ងៃខ្ញុំប្រាប់លោកអ្នកទៅក៏ពួកដែលមកពីជាប់លាប់អត់ដល់អត់បាយទេមានឡានជីទៀតទេបាទមើលប្រហែលអ្នកដែលសុខចិត្តលះបង់មកពីអត់ដល់ដាច់បាយយើងអាចនិយាយបានថាយើងមិនដាច់បាយដោយសារមកពីទេមែនអត់បាទដាច់បាយអត់ដាច់តែអ្នកអត់មកពីទេដាច់តែអ្នកបានលុយបន្តិចតួចសុខចិត្តអត់ហ៊ានជិះម៉ូតូឌុបអីមកទេរ៉ាខ្លាចដាច់បាយហើយនៅដាច់បាយតែរហូតទៅតែអ្នកនៅពីដាច់បាយអញ្ចឹងដាច់បាយទៅប៉ុន្តែវា hamburger ដាច់បាយប៉ុន្តែវាហូប barbecue ដាច់បាយពីព្រោះវាតមបាយស៊ីតែសាច់ចឹងយើងអរគុណព្រះអង្គបងប្អូនដែលបដូរផ្ដាច់មកពីដូចយ៉ាងបងយ៉ាតអីហ្នឹងណាមកពីមើលឲ្យគាត់រកប្រហែលគាត់បេះបន្លែតិចហ្នឹងស៊ីយកបេះបន្លែគេហើយបេះបន្លែហ្នឹងមកឲ្យយួរបន្លែមកឲ្យបងប្អូនយើងទៀតហើយសួរទៅមកអស់បានមិនតិចទេណាជីបាទស្អប់ហើយឥឡូវលេងប្រេងបាទឥឡូវវះប្រហែលហើយ1លីត្ររួចហើយប្រេងមិនសុទ្ធបានហើយ8000ជាង1100បាទហើយបងឡាត់ណាបងនៅមកបានណាហ្នឹងហើយបងម៉ាលីអីណាមិនចិត្តទេបាទនៅអូនជន្លីអីហ្នឹងមកតែគាត់ចិត្តថ្ងៃគេណាព្រោះស្ពៀស្បើវាស្បើបាទបងប្អូនឆ្ងាយណាមែនអត់បាទតាំងពីទួលបង្រហើយយើងដាក់មកដាច់បាយទេមិនដាច់បាយដោយសារចាក់ប្រេងចាក់សាំងមកវាទេវាដាច់បាយអារឿងផ្សេងមែនទេបាទចំណុចទី5ព្រះយេស៊ូវដែលមានបច្ចុប្បន្នរស់ឡើងវិញទ្រង់គង់ជាមួយយើងហើយមិនបោះបង់ចោលយើងឡើយលោកអ្នកមើលអានម៉ាថាយជំពូក28ខ21នេះតា1 2 3បាទមើលខ្ញុំក៏នៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃរហូតដល់ចុងបំផុតអាមែនអាមែនមានន័យថាដូចបោះត្រាផាំងមានអំណាចជាធរមានមកបាទមានអំណាចជាធរមានមកព្រះអង្គថាមើលខ្ញុំនៅជាមួយអ្នករាល់គ្នារាល់ថ្ងៃចឹងព្រះអង្គនៅជាមួយយើងព្រះសន្យានេះសម្រាប់យើងទាំងអស់គ្នាសម្រាប់លោកអ្នកបងប្អូនណាអាមែនបាទហេព្រើរជំពូក13ខ5តោះសូមអានជាមួយគ្នាតោះគ្នាទៀត1 2 3វ៉ាវអាមែនបាទព្រះអង្គទៅកត់បញ្ចុះក្នុងភ្នោមានបច្ចុប្បន្នរស់ឡើងវិញបាទប្រែផ្ដាំថាខ្ញុំទៅមែនប៉ុន្តែខ្ញុំចាត់ព្រះអង្គជំនួយមួយទៀតគឺព្រះវិញ្ញាណរបស់ព្រះអង្គគង់ជាមួយយើង
ហើយព្រះអង្គសន្យាថាមិនបោះបង់ចាក់ចោលយើងឡើយហើយជាអ្នកសួរតើចុះបើអត់ចោលមិនក៏ទៅឋានសួគ៌ចុះព្រះវិញ្ញាណរបស់ព្រះយេស៊ូវគ្រីស្ទគង់ជាមួយយើងកាលមកខ្ញុំព្រះវិញ្ញាណរបស់ព្រះយេស៊ូវគ្រីស្ទដែលយើងហៅថាព្រះវិញ្ញាណបរិសុទ្ធគង់ជាមួយយើងបាទតែនឹងហើយលោកអ្នកបងប្អូនព្រះអង្គគង់ជាមួយយើងបើព្រះអង្គមិនគង់ជាមួយយើងទេអានេះអត់ខ្លាចយើងទេមែនទេអានេះអត់ខ្លាចយើងទេប៉ុន្តែយើងមានព្រះគ្រីស្ទដែលមានបជនរស់ឡើងវិញព្រះវិញ្ញាណព្រះអង្គគង់ក្នុងយើងព្រះអង្គគង់ក្នុងយើងហើយដែលទ្រង់គង់ក្នុងយើងទ្រង់ធំជាងអាមួយនោះនៅលោកីព្រះអង្គគង់ក្នុងយើងទ្រង់ធំជាងអាមួយនោះណាគេបាទវិញ្ញាណនក្រអរិយនឹងឯងសាតាំងនឹងឯងបាទអង្គគង់ជាមួយយើងឆឹងលោកអ្នកណាកុំភ័យណាកុំស្លន់ស្លោអីណាទោះបីជាជួបលំបាកទុកខ្លះក៏ដោយគេកំពុងជួបលំបាកហ្នឹងក៏បងកំសាន្តទុកចិត្តយើងណាកំសាន្តចិត្តយើងដែរពេលជួបទុកលំបាកពេលគេបៀតបៀនគេប្រមាថពេលមើងងាយទំនាក់ទំនងបែកបាក់នឹងពេលខ្លះសង្សារមិនយល់ចិត្តប្រពន្ធមិនយល់ចិត្តប្តីមិនយល់ចិត្តអីក៏ដោយឲ្យនៅជាប់មួយព្រះអង្គទៅព្រះអង្គប្រាប់ថាម៉េចអញស្គាល់ពីសេចក្តីដែលអញគិតពីដំណើររបស់ឯងរាល់គ្នាតើមិនគិតធ្វើសេចក្តីអាក្រក់ឯណាហើយបងថាម៉េចតើឆ្លើយមើលបងគិតថាម៉េចបាទគឺអញគិតដើម្បីឲ្យឯងបានសេចក្តីល្អឲ្យបានសេចក្តីសុខដើម្បីឲ្យអនាគតឯងមានសេចក្តីសង្ឃឹមហ្នឹងហើយបងកំសាន្តចិត្តពេលដែលយើងកំពុងជួបទុក្ខលំបាកហ្នឹងបើជួបទុក្ខលំបាកហ្នឹងបងប្រាប់តែងើយភ្នែកមើលទៅលើមើលអនាគតរបស់ទៅហ្នឹងទាំងនាំហៅពួកពលបរិវារឲ្យចេញមកតាមចំនួនអញ្ចឹងហើយហៅឈ្មោះរបស់ទាំងនោះរៀងរាល់តួនឹងឲ្យដោយប្រជេស្តាដល់ធំអត់មានផ្លេចណាមួយសោះឡើយហើយដោយឥតត្រដកខ្លាំងៗហ្នឹងណាគេបង្កើតហ្នឹងបាទហើយបើសិនជាពេលលំបាកយើងយកតែព្រះបន្ទូលរំលឹកឲ្យងើបមើលលើមេឃក៏លោកអ្នកមានកម្លាំងឡើងដែរហើយបើព្រះអង្គបង្កើតរបស់ទាំងអស់អត់ផ្លេចណាមួយសោះឡើយព្រះអង្គផ្លេចលោកអ្នកអត់ព្រះអង្គផ្លេចយើងទេកាលមកខ្ញុំព្រះអង្គមិនភ្លេចខ្ញុំទេទោះជាកលៈទេសៈណាក៏ដោយព្រះសង្គ្រោះរបស់ខ្ញុំអ្នកគង្វាលរបស់ខ្ញុំបាត់ជាមួយអត់សុខចិត្តទេបាទបងមិនសុខចិត្តទេណាសុខចិត្តទុក99 100ដែរអញអត់ចង់បាត់មួយទេចុះព្រះអង្គមិនចង់បាត់លោកអ្នកឯណាលោកអ្នកណាអាមែនព្រះអង្គអត់ចង់បាត់លោកអ្នកទេព្រះអង្គចង់ឲ្យនៅជាប់ដើម្បីថ្ងៃមួយនោះជាថ្ងៃដ៏អស្ចារ្យថ្ងៃសង្ឃឹមថ្ងៃដ៏មានពររបស់យើងរាល់គ្នាមិនមែនជាថ្ងៃដែលធំមួយគួរស្ញាញ់ខ្លាចហើយគក់ទ្រង់យំសង្កៀតថ្មិញដោយពួកអ្នកដែលអត់ជឿនោះទេអាមែនបាទចឹងនេះឥឡូវដែលយើងកំពុងតែនៅរស់ព្រះអង្គថាអត់ចោលយើងទេណាបាទឥឡូវព្រះយេស៊ូវសួរនាងម៉ាថាឥឡូវខ្ញុំសួរលោកអ្នកក្នុងព្រះនាមព្រះអង្គតើលោកអ្នកជឿថាព្រះអង្គគង់ជាមួយយើងមិនចាក់ចោលយើងឬទេអាមែនអូខេទៅចំណុចមួយទៀតព្រះយេស៊ូវដែលមានបជនរស់ឡើងវិញទ្រង់នឹងយាងមកទទួលយើងទៅនៅជាមួយព្រះអង្គកន្លែងនេះត្រូវប្រកាសលោកអ្នកបងប្អូនណាត្រូវប្រកាសព្រះអង្គមានបន្ទូលថាម៉េចយ៉ូហានជំពូក14ខ3សូមអានមួយខ្ញុំទៀតតោះ1 2 3នេះជោគវាសនារបស់លោកអ្នកជោគវាសនារបស់លោកអ្នកណាដូច្នេះកុំឲ្យខំចង់បានតែទ្រព្យសម្បត្តិលោកីនឹងខ្លាំងពេកត្រូវហើយយើងត្រូវការដើម្បីរស់នៅចង់មានមធ្យោបាយធ្វើដំណើរចង់មានទីលំនៅស្នាក់នៅចង់បានជីវិតប្រសើរលើផែនដីព្រះអង្គសន្យាថាបោះបង់ឲ្យចោលយើងទេទោះបីជាពេលខ្លះខ្សត់បន្តិចក៏ដោយប៉ុន្តែព្រះអង្គថាខ្ញុំអត់ចោលយើងអានឹងគឺមានន័យថាយើងលែងភ័យព្រោះព្រះដែលគ្រប់គ្រងបងអត់បោះបង់ចោលយើងមានពេលមានពេលក្រពេលកើតទុក្ខពេលសើចពេលសបាយពេលយំប៉ុន្តែសំខាន់គឺព្រះអង្គអត់ចោលយើងបាទចឹងលោកអ្នកអាចឆ្លងកាត់គ្រប់ទាំងអស់ទាំងសើចទាំងយំប៉ុន្តែចាំពាក្យចឹងគាត់ថាសំខាន់គឺព្រះអង្គអត់បោះចោលខ្ញុំសំខាន់គឺព្រះអង្គស្រឡាញ់ខ្ញុំអាចនិយាយបានទេកាលមកខ្ញុំកាលៈទេសៈបែបណាក៏ដោយសំខាន់ព្រះអង្គស្រឡាញ់ខ្ញុំព្រះអង្គអត់បោះបង់ចោលខ្ញុំហ្នឹងហើយបើអត់ចេះអីចេះតែប៉ុណ្្នឹងក៏បានដែរណា
you know តើមកអ្នកជាអានអង់គ្លេសអានមើលតោះ1 2 3 Wow អ្នកចេះអង់គ្លេសមិនតិចទេនេះក្នុងបន្ទប់នេះ If I go and prepare a place for you, I will come again and receive you to myself. That where I am, there you may be also. ហ្នឹងហើយហើយខ្មែរថាម៉េចនេះពីយើងអានមិញហ្នឹងបាទ Hallelujah អូខេឥឡូវយើងមើលថាបាទសូមយើងមើលសំណួរឆ្លុះបញ្ចាំងនឹងអនុវត្តក្នុងជីវិតរបស់យើងតើការដែលដឹងថាព្រះយេស៊ូវមានកូនសោនៃសេចក្តីស្លាប់និងកូនសោឋានមច្ចរាជតើការនោះជួយដកសេចក្តីភ័យខ្លាចអ្វីខ្លះក្នុងជីវិតរបស់លោកអ្នកនៅថ្ងៃនេះដែរអត់ដូច្នេះកុំភ័យខ្លាចឡើយព្រះអង្គមានកូនសោទាំងអស់ហើយនឹងចំណុចខៀវប្រាប់ថាកុំភ័យខ្លាចអ្វីឡើយខ្ញុំនិយាយប្រាប់លោកអ្នកនៅក្នុងព្រះនាមព្រះយេស៊ូវកុំភ័យខ្លាចអ្វីឡើយកុំភ័យខ្លាចអ្វីឡើយដាក់ដៃលើបេះដូងប្រកាសមកខ្ញុំថាកុំភ័យខ្លាចអ្វីឡើយព្រះអង្គមានកូនសោគ្រប់ទាំងអស់អាមែនបាទចំណុចទី2ព្រះយេស៊ូវមានបន្ទូលថាខ្ញុំជាសេចក្តីរស់ឡើងវិញនិងជាជីវិតតើផ្នែកណាមួយក្នុងជីវិតលោកអ្នកដែលហាក់ដូចជាទាំងជំនឿទាំងដីសង្ឃឹមឬទំនាក់ទំនងដែលហាក់ដូចជាកំពុងតែស្លាប់ហើយអស់សង្ឃឹមដែរទេបាទជួនអ្នកអស់សង្ឃឹមនឹកឃើញថាអញនឹងរស់ស៊ីទៀតទេអស់ផ្លូវហើយអត់មានច្រកណាទេមើលទៅសង្សារអញបែកចិត្តហើយអញជឿព្រះយេស៊ូវគេថាបើមិនដើរចោលវិហារទេអញលេងការមួយឯងហើយមិនទេខ្ញុំមួយងាប់ហើយលេងណាយកអញទៀតហើយរឿងក៏ថាបើសិនជាយើងមិនងាកទៅវិញទៅរកដូនតាទេបងប្អូនខ្ញុំលេងរាប់រយហើយឬគេសន្យាថាឲ្យលក់ឡានឬសន្យាធ្វើធំបងប៉ុន្តែតើតែបោះបង់ចោលព្រះយេស៊ូវសិនបានឲ្យអញនឹងទៅផ្លូវណាទេបាទអញ្ចឹងដែលកំពុងតែស្លាប់កំពុងតែគិតពិចារណាលោកអ្នកនៅចាំឲ្យប្រហែលអ្នកដែលឃើញពាក្យមួយខ្ញុំសរសេរដែលជាប្រពោដល់មនុស្សជាច្រើនឲ្យសង្គ្រោះអ្នកខ្លះថាទោះបីជារងទុក្ខលំបាកយ៉ាងណាក៏ដោយតែនៅក្នុងព្រះហស្ថរបស់ព្រះជាជាងមានអ្វីសពសារពើប៉ុន្តែយើងឈរនៅកន្លែងមួយដ៏រអិលនៅពេលដែលមិននៅក្នុងព្រះអង្គបាទអ្នកបានឃើញខ្ញុំសេកកំបាទទោះបីជាឆ្លងកាត់ស្ថានភាពណាក៏ដោយបើមានបរិបូរតែមិននៅក្នុងព្រះអង្គតែយើងរងទុក្ខលំបាកក៏ដោយតែនៅក្នុងព្រះអង្គវាមានសមត្ថភាពមានសុវត្ថិភាពជាងតែបើនៅក្នុងព្រះអង្គទេមានដល់ណាក៏ដោយយើងកំពុងតែឈរនៅកន្លែងមួយដ៏រអិលលោកអ្នកចង់ឈរនៅកន្លែងមួយដ៏រអិលអត់បាទអញ្ចឹងប្រកាសខៀវជាមួយគ្នាតោះ1 2 3លើប្រកាសចេះវិញចូលសង្ឃឹមឡើងព្រះអង្គជាសេចក្តីរស់ឡើងវិញរបស់ខ្ញុំអាមែនអូខេមើលចំណុចមួយទៀតតាមរយៈសេចក្តីសន្យានៅក្នុងម៉ាថាយ28ថាព្រះអង្គមិនចាកចោលយើងណាហើយហេព្រើរ13ខ5ព្រះអង្គថាខ្ញុំមិនបោះបង់មិនចាកចោលអ្នករាល់គ្នាឲ្យស្កប់ចិត្តទៅបីជាយើងលោកអ្នកមិនតបោហោហៀដូចគេក៏ដោយអញ្ចឹងតើលោកអ្នកមានការស្ងប់ចិត្តខ្លះទេដែលកំពុងតែភ័យកំពុងព្រួយស្ងប់ចិត្តខ្លះទេបើព្រះអង្គថាអត់ចោលយើងស្ងប់ចិត្តលោកអ្នកកុំភ័យអីបាទកុំភ័យអីកក់ក្ដៅឡើងបាទព្រះអង្គអត់ចោលយើងទេតោះអានឲ្យលឺកន្លែងខៀវ1 2 3អាមែននឹងហើយព្រះដែលមានបច្ចុប្បន្នរស់ឡើងវិញហ្នឹងព្រះអង្គថាមិនបោះបង់មិនចាកចោលយើងទេតើលោកអ្នកបងប្អូនជឿឬទេប្រកាសថាព្រះម្ចាស់អើយខ្ញុំម្ចាស់ទូបង្គំជឿហើយ
អាមែនចំណុចទី4ដោយដឹងថាព្រះយេស៊ូវនឹងយាងមកទទួលយើងទៅនៅជាមួយព្រះអង្គតើលោកអ្នកគួររៀបចំជីវិតរបស់លោកអ្នករស់នៅប្រចាំថ្ងៃយ៉ាងម៉េចព្រះអង្គនឹងយាងមកទទួលយើងតើយើងនឹងរស់នៅយ៉ាងម៉េចហ្នឹងអស់ប្រេងក៏អស់ទៅព្រះអង្គមកដាស់ខ្ញុំផងហើយម៉េចហ្នឹងហើយព្រះអង្គយាងមករត់តែមានប្រេងណាមែនអត់កុំថាដេកសិនណាព្រះអង្គមកដាស់ខ្ញុំផងអត់ទេរាល់ថ្ងៃខ្ញុំអ្នកបន្តពេលខ្លះបើអត់មានដាស់ហ្នឹងប្រហែលជាអត់ទេដឹងហីប៉ុន្តែខ្ញុំអរគុណព្រះអង្គអាលៀនដាស់ខ្ញុំមកថ្ងៃដល់ម៉ោងហើយខ្ញុំមានប្រេអីទូរស័ព្ទរោគេហៅទូរស័ព្ទរោបាទអាឡាមដាស់ទៀតហ្នឹងហើយខ្ញុំដាស់ខ្ញុំហើយខ្ញុំដាស់អ្នកបន្តទៀតនៅពិសេសដាស់ក្មេងៗតែពងពេញដេកផងបាទប្រហែលលោកម្ចាស់វិថីខឹងកំដឹងនេះពងដេកស្រួលផងហើយមកដាស់អីណាខ្ញុំទៅការឲ្យថ្មីផងជាថាហាឡេលូយ៉ាចឹងលោកអ្នកបងប្អូនអើយសូមប្រុងប្រៀបរាល់ថ្ងៃព្រោះព្រះម្ចាស់ទ្រង់មានបន្ទូលថាកូនមនុស្សមកចិត្តបង្កើយក៏នៅមាត់ទ្វារផងបាទចូលប្រុងប្រៀបអ្នករកគ្នាមិនដឹងថាម៉ោងណាពេលណាកូនមនុស្សមកឡើយអរគុណព្រះអង្គសូមយើងបានហាឡេលូយ៉ាក្រឹកឈរឡើងហើយក្រុមថ្វាយបង្គំនាំយើងថ្វាយបង្គំឆ្លើយតបជាមួយរាជសារព្រះអង្គមួយគ្នាហាឡេលូយ៉ាហាឡេលូយ៉ា